បាទជំរាបសួរលោកគ្រូអ្នកគ្រូខ្ញុំបានអង្គុយធ្វើនឹងចងក្រងនៅតារាងពិន្ទុប្រចាំខែក៏ដូចជាតារាងពិន្ទុប្រចាំឆមាសទី1និងទី2និយាយរួមគឺពេញមួយឆ្នាំតែម្ដងបាទអញ្ចឹងអ្វីដែលខ្ញុំចង់បញ្ជាក់ជូនលោកគ្រូអ្នកគ្រូគឺខ្ញុំចង់ឲ្យលោកគ្រូអ្នកគ្រូរក្សានៅ master list នៃឈ្មោះសិស្សហ្នឹងគឺកុំដូរបាទកុំឲ្យដូរឧទាហរណ៍ដូចឈ្មោះជួបកែវវាសនានៅលេខរៀងទី1គឺទី1រហូតដុលសុទីនៅលេខរៀងទី2គឺទី2រហូតអញ្ចឹងគ្រប់ខែទាំងអស់គឺយើងរក្សានៅ master list មួយដែលមានទីតាំងនៅលេខរៀងឈ្មោះសិស្សហ្នឹងគឺដូចគ្នាទាំងអស់បាទបន្ទាប់ពីលោកគ្រូអ្នកគ្រូឧទាហរណ៍ថាខែកញ្ញាបាទខែកញ្ញាលោកគ្រូអ្នកគ្រូបានវាយបន្ទុកចូលអីគ្រប់គ្រាន់អស់ហើយលោកគ្រូអ្នកគ្រូនឹងអាចរកឃើញនៅមធ្យមភាពបន្ទុកសរុបនិទេសចំណាត់ថ្នាក់ជាដើមឡាក់ហ្នឹងនៅពេលដែលលោកគ្រូអ្នកគ្រូប្រឡងមានន័យថាបរិញ្ញាបត្រចប់រហូតទៅដល់ខែមករាយើងត្រូវប្រឡងឆមាសនៅខែកុម្ភៈបាទហើយនេះគឺជាតារាងបន្ទុកដែលលោកគ្រូអ្នកគ្រូត្រូវស្រង់បន្ទុកនៃលទ្ធផលប្រឡងឆមាសទី1ហ្នឹងដាក់នៅក្នុងអានេះនៅក្នុងអាកន្លែងដែលខ្ញុំអត់មាន highlight ហ្នឹងណាគឺវាយបន្ទុកប្រឡងឆមាសចូលតែម្ដងដោយឡែកបន្ទុកមធ្យមភាពប្រចាំខែនេះគឺវាទាញយកពីខែកញ្ញាខែតុលាខែវិច្ឆិកាខែធ្នូខែមករាមកអូតូម៉ាទិកតែម្ដងបន្ទាប់ពីលោកគ្រូអ្នកគ្រូបានវាយបន្ទុកចូលទៅក្នុងកឡោននៃមុខវិជ្ជានីមួយៗហ្នឹងណាបាទអញ្ចឹងដល់ពេលលោកគ្រូអ្នកគ្រូបូកសរុបបន្ទុកប្រចាំឆមាសទី1លោកគ្រូអ្នកគ្រូគ្រាន់តែវាយបន្ទុកជាក់ស្ដែងបន្ទុកប្រឡងជាក់ស្ដែងហ្នឹងប្រឡងឆមាសណានេះដាក់ថាបន្ទុកប្រឡងឆមាសចូលមកនោះវានឹងគណនាឃើញមធ្យមភាពឆមាសបាទពីព្រោះខ្ញុំចងរូបមន្តឲ្យហើយនៅពេលដែលលោកគ្រូអ្នកគ្រូបានវាយចូលគ្រប់មុខវិជ្ជាចូលហើយនោះវានឹងគណនានៅកន្លែងនេះដែលវាស៊ីជាមួយនឹងសភៅសិក្ខាគិរិកតែម្ដងគឺមានបន្ទុកសរុបមានមធ្យមភាពប្រចាំខែនិងមធ្យមភាពប្រចាំឆមាសទី1ក៏ដូចជាចំណាត់ថ្នាក់បាទវាស៊ីគ្នាវាត្រូវគ្នាជាមួយនឹងសភៅសិក្ខាគិរិកហើយដូចគ្នាចំពោះឆមាសទី2ផងដែរគឺយើងវាយបន្តវាយបន្ទុកចូលប្រចាំខែមីនាមេសាឧសភាមិថុនាកក្កដាហើយដល់ពេលខែសីហាគឺយើងប្រឡងឆមាសគឺយើងវាយបន្ទុកឆមាសចូលនៅក្នុងនឹងជាក់ស្ដែងមកនោះវានឹងគណនាឲ្យហើយបាទនេះគឺជារបៀបនៃការប្រើប្រាស់តារាងប្រចាំឆ្នាំតែម្ដងគឺមួយឆ្នាំពេញក៏ប៉ុន្តែដោយសារតែខ្ញុំតែម្នាក់ឯងហើយការចងរូបមន្តហ្នឹងគឺវាមានចំនួនច្រើនអញ្ចឹងពេលខ្លះវាអាចមានចំណុចចន្លោះប្រហោងអញ្ចឹងទេខ្ញុំសូមឲ្យលោកគ្រូអ្នកគ្រូបានយកទៅសាកល្បងតេស្តវាមើលសិនបាទបន្ទាប់មកនៅពេលដែលលោកគ្រូអ្នកគ្រូរកឃើញថាមានបញ្ហាគឺសូមជួយផ្ដល់ feedback មកខាងខ្ញុំវិញខ្ញុំនឹងធ្វើការកែតម្រូវហើយយើងយកតារាងហ្នឹងទៅប្រើបញ្ជាក់គឺសម្រាប់ថ្នាក់ទី4ឡើងទៅបាទទី4ទៅដល់ទី6ដោយឡែកចំពោះថ្នាក់កម្រិតមធ្យមគឺនឹងមានតារាងមួយទៀតដោយសារតែនៅសភៅសិក្ខាគិរិកកម្រិតមធ្យមគឺមានគេហៅថាតារាងបន្ទុកប្រចាំឆ្នាំមួយទៀតណាបាទអញ្ចឹងសូមអរគុណតែប៉ុណ្្នឹងចុះ